docker image បាទ docker image យើងមាន Postgres 15 សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Post សរសេរកូដជាមួយចត្រាហើយនេះគឺជាវីដេអូបង្ហាញអ្នកទាំងអស់គ្នាអំពី Docker Basic បាទយើងនឹងសិក្សាជាមួយគ្នាធ្វើឲ្យ Standardizing Software Delivery with Containers បាទអញ្ចឹងយើងនឹងស្វែងយល់ជាមួយគ្នា Docker Basic ហើយបើសិនបើមានអ្នកថ្មីចូលមកសូមកុំភ្លេចជួយ Subscribe Channel Coding with Chitra ហើយក៏ដូចជា Page Coding with Chitra និង Telegram Channel Coding with Chitra អញ្ចឹងយើងចូលជាមួយខ្ញុំទាំងអស់គ្នាហើយខ្ញុំបើកទៅ slide បន្តទៀតអញ្ចឹងអ្វីទៅជា Docker អ្នកនរគ្នាស្គាល់ Docker សួរ Docker ជាអីគេអញ្ចឹង Docker គឺថាវាគឺជា the platform មួយនេះ Docker គឺជា platform មួយ Docker is an open platform for developing បាទគឺជា platform មួយបើកសម្រាប់ឲ្យយើង develop បាទអភិវឌ្ឍ shipping ធ្វើ shipping ហើយនឹង running application បាទអញ្ចឹង Docker គឺជា platform មួយសម្រាប់ឲ្យយើងបើកធ្វើការអភិវឌ្ឍហើយនឹងឲ្យ code របស់ application របស់យើងគឺដំណើរការនៅក្នុង Docker តែម្ដង It enables you to separate your application from your infrastructure so you can deliver software quickly អញ្ចឹងមានថាវាផ្ដាច់យើងចេញពីផ្ដាច់ application យើងចេញពី network infrastructure អញ្ចឹងវាអត់ត្រូវការ set up infrastructure អីញ៉ៃទេទៀតទេព្រោះផ្ដាច់ចេញហើយអញ្ចឹងយើងអាច deliver software របស់យើងហ្នឹងគឺលឿនរហ័សជាងមុន The promise អញ្ចឹងមិញនិយាយអំពី platform អ្វីទៅជាសេចក្តីសន្យារបស់ Docker With Docker you can manage your infrastructure in the same ways you manage your application អញ្ចឹងគេថាសេចក្តីសន្យារបស់ Docker ហ្នឹងថាជាមួយនឹង Docker អ្នកទាំងអស់គ្នាអាចរៀបចំនៅ infrastructure ដូចអ្វីដែលអ្នករៀបចំ application យើងដែរ It significantly reduces the delay between writing code and running it in the production វាមានសារៈសំខាន់ឲ្យយើងយល់ដឹងថាវាជួយ reduce កាត់បន្ថយហើយនឹងរវាងនៃការសរសេរកូដបាទហើយនឹងការ running វានៅលើ production អញ្ចឹងនេះគឺជា permission វាបាទអញ្ចឹង reduce the delay មានថាកាត់បន្ថយនៅការពន្យាពេលនៅពេលដែលយើងសរសេរកូដហើយគឺយើងដាក់វាចូលក្នុង production បញ្ហាអ្នកទាំងអស់គ្នាបញ្ហានេះគេថា the challenge it works on my machine អ្វីដែលជា challenge នេះគឺវាដំណើរការនៅក្នុងម៉ាស៊ីនរបស់ខ្ញុំនេះ developer គេថានៅក្នុង Reddit it works on my computer អ្នកថា it works on my computer ហើយដល់ពេល product manager ថា yeah but we are not going to give your computer to the customer អូខេចឹងពេលខ្លះថាដានក្នុង computer យើងដើរប៉ុន្តែ product manager ថាដើរក្នុងម៉ាស៊ីនឯងប៉ុន្តែយើងមិនយកម៉ាស៊ីនឯងហ្នឹងទៅឲ្យអតិថិជនយើងប្រើប្រាស់ទេរីឯអ្នក developer ខាងនេះវិញគាត់ថាម៉េច so get some details and reproducible step instead of it doesn't work បាទអញ្ចឹងហើយយើងត្រូវប្រមូលព័ត៌មានលម្អិតមកហើយថាតើយើងធ្វើម៉េច reproducible step instead of it doesn't work ធ្វើម៉េចកុំឲ្យពាក្យ it doesn't work ហ្នឹងវានៅតែបន្តកើតមានឡើងបាទតើអ្នកនរគ្នាអញ្ចឹងនេះគឺជា challenge មួយវាខ្លាញ់ខ្លាំងកុំយើង run code hello world ទៅវាដើរក្នុងម៉ាស៊ីនយើងស្រាប់តែទៅ customer ក៏អត់ដើរអញ្ចឹងណាអញ្ចឹង before containers developer face the dependency
the dependency hell hell ហ្មងមុនពេលដែលមាន container ហ្នឹងគឺអ្នកអភិវឌ្ឍកម្មវិធីហ្នឹងគឺជួបបញ្ហាទៅលើ dependency បាទពាក្យ hell ហ្នឹងមានន័យថាម៉េចមានន័យថា inconsistent environment ណាគេមាន dev ជាមួយ QA ជាមួយ production អញ្ចឹងវាមាន environment ច្រើនអញ្ចឹងទៅ missing libraries or conflicting version ពេលខ្លះយើង library ហ្នឹងយើងភ្លេចមុខភ្លេចក្រោយអញ្ចឹងទៅហើយពេលខ្លះversion code យើងរបស់យើងហ្នឹងវាញ៉ៃញ៉ៃជាមួយអ្នកផ្សេងហ្នឹង commit code មកទៅវាញ៉ៃញ៉ៃគ្នាអញ្ចឹងទៅ long set up times for new developer អ្នក developer ក្រោយមកថ្មីហ្នឹងធ្វើឲ្យគាត់ចំណាយពេលយូរក្នុងការអភិវឌ្ឍសរសេរកូដរបស់គាត់ហើយមួយទៀតគឺ debugging environment specific bugs take hour នៅពេលដែលយើងធ្វើស្វែងរកនៅកូដយើងនៅបញ្ហានៅ problem នៅ bug នៅ set អត់នៅ bug កូដរបស់យើងគឺពេលខ្លះគឺរកវាតម្រូវអូខេគឺរាប់ម៉ោងសំបីតែអា bug គេអា bug តូចមួយជាប់តែ submit column មួយយើងរងវែងគេវាអាច take an hours ណានេះគេប្រាប់អញ្ចឹងគេយើងអញ្ចឹងយើងចូលដល់ slide ទី4គឺគេមានដំណោះស្រាយមួយនៅបញ្ហានេះអញ្ចឹងត្បូងនិយាយអំពី the challenge បញ្ហាអញ្ចឹង solution containers បាទនេះ solution គេគឺឲ្យ container មួយដល់យើងឃើញណារូប container នេះពណ៌ស្អាតណា container បើយើងមើលនៅក្នុងរូប container ឬក៏ខ្មែរយើងអាន container ហ្នឹងគឺអ្នកនរគ្នាដឹងហើយ container សម្រាប់ដាក់អីគេបាទដាក់អីវ៉ាន់សម្លៀកបំពាក់ឬក៏ស្រូវឬក៏អីជាដើមហ្នឹងទៅយើងអាចដាក់ផ្ទុកទំនិញនៅក្នុងមួយ container នេះគឺអាចផ្ទុកទំនិញជាច្រើនប្រភេទផ្សេងគ្នាឬក៏ដូចគ្នាហ្នឹងទៅអញ្ចឹងមួយ container អាចដាក់អីវ៉ាន់ច្រើនផ្សេងគ្នាទៅគេថា standardized shipping បាទការ shipping ដែលមានលក្ខណៈ standard ហ្នឹងគឺ just like physical shipping container revolutionize global trade by standardized how goods are transported Docker container standardized how software is deployed បាទអញ្ចឹងគេថាដូចជានៅពេលដែលយើង ship អីវ៉ាន់មានថាយើងធ្វើការshipping មានថាម៉េចមានបញ្ចូលអីវ៉ាន់ផ្ញើអីវ៉ាន់ចូលទៅក្នុង container គឺវាជាការ revolutionize មួយដូចយើងដឹងហើយពីដើមនៅពេលដែលយើងចង់ធ្វើការ trading មានថាការជួញដូរអីគឺជីអូតជីលាអញ្ចឹងទៅឬក៏បន្តមកមានការវិវត្តទៅជាដាក់អាទិដាក់អីហ្នឹងតែឥឡូវក្រោយមកគឺមានបដិវត្តបាទឧស្សាហកម្មគឺគេដាក់នៅក្នុងទូ container នេះដឹកបានច្រើនអញ្ចឹង Docker ក៏ដូចគ្នាដែរគឺវាធ្វើឲ្យមានលក្ខណៈ standard សម្រាប់ឲ្យយើង deploy software របស់យើងគេថាម៉េច a container package a container package code and all its dependencies so the application run quickly and reliably from one computing environment to another ចឹងគេថា package នៃ container code ហ្នឹងគឺវាហើយនឹងរាល់នៅ dependency របស់វាហ្នឹងគឺ automatically so the application run quickly ធ្វើឲ្យ application របស់យើងហ្នឹងដំណើរការលឿនហើយវាការ computing from one ហ្នឹងសំទោសមានថាការ computing របស់ application របស់យើងហ្នឹងមានលក្ខណៈលឿនបាទមានលក្ខណៈលឿនទៅមុខហ្នឹងទៅហើយនេះគឺជា Docker architecture បាទ Docker architecture អញ្ចឹងអ្នកនរនេះអាចចូលទៅមើលនៅក្នុង Bygo គឺជាសំណប់ចិត្ត website របស់ខ្ញុំដែរអញ្ចឹងអា Bygo នោះwebsite ហ្នឹងគាត់ចូលចិត្តគូជា diagram អញ្ចឹងមុនពេលសរសេរកូដដូចអ្នកនរចង់យល់ concept អីមួយដំបូងមុនសរសេរកូដយើងត្រូវយល់ concept ថាតើវាដើរទៅណាសិនទើបយើងអាចសរសេរកូដមានលក្ខណៈងាយស្រួលគេថា client the command line tool client គឺជាណាគេបាទ client គឺជា command line tool Docker you use to issue the command អញ្ចឹង client ហ្នឹងគឺសំដៅទៅលើ
command ដែលយើងវាយពងប៉ាំងនៅក្នុង Docker នៅក្នុង CMD ហ្នឹងដល់ពេល daemon គេបែងចែកវាជា client មានសំខាន់មាន3នេះគឺ client daemon ហ្នឹងគឺជាកន្លែង host បាទ hosting the background process that manage image container and network គឺជាដំណើរការឬក៏យើងថា process នៅ background ដែលយើងមើលឃើញនៅ background ដែលវាជាអ្នក manage ទៅលើ image បាទ image ហ្នឹងមិនមែនជារូបភាពណាឬក៏ container ហើយនឹង network ហ្នឹងទៅ registry វិញបាទអញ្ចឹងយើងមាន Docker client ទៅខ្ញុំឲ្យរកឃើញរូបធំ registry stock Docker image ឧទាហរណ៍ Docker Hub អញ្ចឹងទៅវា Docker Hub អញ្ចឹងអ្នកនរអាចចូលមើលនេះ How does Docker work អញ្ចឹងយើងអាចចូល website Bygo ឃើញហើយអញ្ចឹងគេបែងចែកជា3គឺមាន Docker client ហើយ Docker host ហើយនិង Docker registry បាទ Docker host និង Docker registry អញ្ចឹងយើងនេះ command សក command អ្នកនរអាចវាយទៅមាន Docker build Docker pull Docker run និងជាដើមទៅតមកនៅក្នុង Docker host ឬក៏ daemon ហ្នឹងគឺវាមាននៅអីគេមិញ Docker daemon គឺកន្លែងដែល process background នៅទៅលើ image container network ជាដើមបាទនេះអញ្ចឹងយើងមាន image ហើយមាន container បាទ container ហើយយើងមាន image អញ្ចឹង image គឺយើងយកចេញពី container ដើម្បី run នេះតមកនេះវា Docker registry គឺជា source store នៅ Docker image បាទអញ្ចឹងកន្លែងដែល store នៅ Docker image ស្អីគេ Docker បាទ Docker Hub នេះដូចជា Docker Hub នេះដូចជា Docker Hub ជាដើមពេលអ្នកនរវាយ Docker Hub ទៅចូលលឿនហើយ Docker Hub អញ្ចឹងនៅក្នុង Docker Hub នេះមាន image billion image មានច្រើនអស់នេះសុទ្ធតែជា image បន្តិចទៀតយើងនឹងចូលរបៀបទាញយក image ពីគេមកយកមកប្រើបាទអញ្ចឹងមុននឹងយើងចូល reset code យើងត្រូវយល់នៅ architecture ទាំងអស់នេះសិន core concept អញ្ចឹង core concept នេះគឺមានចំណុច3សំខាន់គឺទី1គឺ Docker file ហ្នឹងគឺជា receptacle file that contain all command to assemble an image it define the environment setup អញ្ចឹងកន្លែងគេ set up environment ឥឡូវយើងសាកឧទាហរណ៍ sample Docker file ឲ្យមើលមួយបាទ sample Docker file អញ្ចឹងនេះ AI generate ឲ្យនេះ sample Docker file អូខេណាស់នេះអញ្ចឹងឧទាហរណ៍ stage 1 គេ build application គេ Golang ហ្នឹងទៅនេះអញ្ចឹងអាហ្នឹងគេឲ្យឈ្មោះថា Docker file អញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចុច app ទៅវានឹងបាន Docker មួយនឹងបាន container មួយនៅក្នុង Docker របស់យើងហើយគេតោះយើងចូលតទៀតហើយយើងនិយាយពី image read only temp អញ្ចឹង image ហ្នឹងមិនមែនជារូបភាពទេ image គឺជា read only template used to create containers បាទអញ្ចឹង គេថា image វាគឺជា template មួយបាទវាគឺជា template ថាវាជាពុម្ពគំរូឬក៏ជា template បាទវាជាពុម្ពគំរូមួយគឺសម្រាប់តែ read only ទេហើយវាត្រូវបានគេប្រើដើម្បីបង្កើតនៅ container បាទ container វាត្រូវបានប្រើសម្រាប់បង្កើត container think of it as a snapshot or a class បាទយើងគិតមើលវាដូចជា class មួយចឹងនៅក្នុង Java អូខេនៅក្នុង OP in OP អញ្ចឹងយើងដឹងហើយ class គឺជាពុម្ពគំរូដើម្បីបង្កើតនៅ object បាទ image ដូចគ្នាដែរវាមានអញ្ចឹងគឺថាវាជាពុម្ពគំរូមួយសម្រាប់បង្កើតនៅ container រីឯ container វិញអញ្ចឹងម្ដងទៀតអញ្ចឹង Docker file គឺជា receptacle បាទ contain all command ដែលវានៅក្នុងមាន command អីផ្សេងទាំងអស់ហ្នឹងដែលវាគឺជា ហើយវា command ដើម្បីទៅកាន់ assemble in an image ហើយវាគឺ define the environment set បាទរីឯ container វិញជាស្អីគេ container អញ្ចឹងវាទៅ container អញ្ចឹង image បង្កើត container គឺជា a runnable instance of an image វាគឺជាដូចជា object របស់យើងនិយាយនៅក្នុង OOP អានេះជា class បាទអានេះគឺជា object មួយអញ្ចឹងវាមាន instance ច្រើនអញ្ចឹងតាមរយៈ image មួយនេះយើងអាចបង្កើត instance អីយ៉ាងទៅ
of an image. It is an isolated lightweight and portable. Think of it as an object in OOP ឃើញ object នៅក្នុងភាសា Java អ្នកនរនេះធ្លាប់រៀនមួយ Java ជាមួយខ្ញុំឬក៏នៅជាមួយគ្រូលោកគ្រូអ្នកគ្រូអ្នកនរនៅសាកលវិទ្យាល័យដឹងហើយស្អីគេ class អីគេ object ណា container អញ្ចឹងយើងនិយាយអំពី container ហើយនឹង virtual environment វិញនេះហើយយើងមើល key difference វាទី1 isolation បាទ isolation យើងបាត់ slide ធំទៅទីយើងនិយាយអំពី virtual machine ហើយនេះ Docker VM isolate hardware container isolate the execute environment user space យ៉ាងទៅ kernel វិញ VM have full guest OS container share the host OS kernel អញ្ចឹងមានថាសម្បត្តិទាំងអស់គ្នាចង់ពីការចង់បានអី run មួយអញ្ចឹងត្រូវការអាចនិយាយចឹងនិយាយថាពេលមុនមាន Docker ឬក៏មាន virtual machine ហ្នឹងអ្នកនរនេះត្រូវការ operating system ច្រើនដើម្បី host មួយចឹងទៅអូខេយើងត្រូវការមាន size GB container RMB យ៉ាង speed អីចឹងទៅតោះនេះដល់នេះខ្ញុំសូមទៅមើលរូបភាពពេញរូបភាពនេះធំបន្តិចណានេះនឹងឃើញ Docker មួយនេះវាមាន container 1 container 2 container 3 យ៉ាងទៅណា host ទៅលើ OS តែមួយនេះអាហ្នឹងលក្ខណៈខុសគ្នាអញ្ចឹងគេថា server with Docker contain ជាមួយនេះជាមួយ Docker OS នេះរីឯជាមួយ virtual machine គេបង្កើត virtual machine មួយវាមាន hypervision ហ្នឹងទៅបាទយើងមាន guest OS បង្កើត OS នេះមួយបង្កើត OS virtual នេះមួយឃើញទេទីទៀត3 4 5តែនេះអត់ទេមានតែ OS មួយហើយនឹង Docker មួយមកជាការស្រេចបាទចឹងទីទៀតមានកូដអីឲ្យយល់ឲ្យនឹងសិនឥឡូវយើងចូលទៅដល់ practice វិញម្ដងវានៅនេះបាទចូលដល់ practice នៃការ running PostgreSQL បាទ PostgreSQL យ៉ាង SQL PostgreSQL ចឹងឥឡូវយើងបន្តិចទៀតយើងនឹងធ្វើការ pull ហើយនឹង run ចឹងមិញខ្ញុំបាន search អីគេ Docker ខ្ញុំបានចូល Docker Hub នេះបាទហើយចូល Docker Hub ឥឡូវខ្ញុំតើអស់នេះអត់ត្រូវការ set up PostgreSQL លើម៉ាស៊ីនអ្នកនរគ្នាឬក៏ម៉ាស៊ីន client ឬក៏ customer អីទេយើងមាននៅក្នុងនេះហើយអញ្ចឹងវា all in one ហើយអញ្ចឹងអ្នកនរគ្នា search មកអញ្ចឹងយើង search ពាក្យថាអីគេមិញPostgres បាទ PostgreSQL អញ្ចឹងនៅខាងក្រោមនេះវាមាន3បាទ trash content អញ្ចឹង trash content នេះវាមានទី1មាន Docker official ទី2មាន verified publisher ហើយទី3គឺ Snap sponsor OS ហើយអត់មានអា3ហ្នឹងទេមានថាវាអត់សូវ trash ទេ we cannot trust ឥឡូវយើងចូល publisher verified Docker official image វិញនេះអញ្ចឹង official Docker image គឺមាន Postgres ណាអូខេអញ្ចឹងមុននឹងអ្នកទាំងអស់គ្នាមានអាហ្នឹងក៏យើង check មើលដែរថាតើយើងមាន Docker ហើយខ្ញុំ install Docker រួចហើយអញ្ចឹងប្រកាសជាមានណាអញ្ចឹងខ្ញុំដាក់មក Docker ដកពីរដងមើល version import នេះចឹងខ្ញុំប្រើ Docker version 24.0.4 million តែបើសិនបើអ្នកទាំងអស់គ្នាអត់មានទេយើងអាចចូលមកយើង search ពាក្យ Docker ហើយពាក្យ download មកនេះអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំអត់បង្ហាញអំពីវិធីសាស្ត្រក្នុងការ download ទេជួបនេះនៅវីដេអូទៅជាមួយនឹងការ download ប្រើប្រាស់ Dockerចឹងខ្ញុំមាន Docker ហើយយើងអាចវាយ command Docker ps នេះដើម្បីលិះនៅ container ចឹងអត់តមាន image ទេហើយបងអាច Docker image ចឹង Docker image ខ្ញុំមាន
ដូចជា Kafka UI មាន Kafka Zookeeper ជាដើមឥឡូវខ្ញុំចង់ install PostgreSQL នៅក្នុង Docker container របស់ខ្ញុំបន្តបើយើង pull ចេញពី Docker Hub ដូចមុនហ្នឹងយើងបានយល់ពី Docker Hub ហើយទៅឥឡូវយើងចូលទៅយើងយកវាអញ្ចឹងអ្នកនរគ្នាបានហ្នឹងហើយយើងមើលនេះបានស្ដាប់នេះ text summary នេះគឺមាន version វាអញ្ចឹងមាន version 15.15 version 15 version 15ទៅខ្ញុំមិនដឹងថាអ្នកនរគ្នាប្រើកំពុងតែប្រើ version មួយណាទេហើយខ្ញុំក៏អត់សូវដែរប្រើ Postgres ដែរឥឡូវខ្ញុំយក version 15នេះបាទ version 15នេះអញ្ចឹងខ្ញុំឃើញ size វាមាន150 MB ដែរ size ធំ14 149ហើយទៅ15ហ្នឹងណាហើយអ្នកនេះអាច search មក15 3G នេះស្អីគេយ៉ាងទៅយើងវាមាន long term support នឹងអីយ៉ាងទៅយើងមិនត្រូវមើលឲ្យបានច្បាស់ដល់ដែរអូខេចឹងអ្នកឲ្យចុចកន្លែងនេះមកវាចេញនេះដើម្បីទាញចឹងយើង copy នេះមកចឹងកន្លែងនេះដាក់ថា docker pull postgres ចឹងខ្ញុំចូលទៅ terminal ខ្ញុំម្ដងទៀតនេះហើយខ្ញុំ control V មក copy នេះចឹងអាមិញហ្នឹងគឺវាឲ្យយើងទៅ install docker pull postgres 15ប៉ុន្តែបើយើងអត់ដាក់ version ទេវានឹង download latest version ឥឡូវមិញខ្ញុំ select យក15ហើយខ្ញុំចុច2ដាក់10 15យ៉ាងមកហើយខ្ញុំចុច interpol អញ្ចឹងវានឹងទៅទាញយក docker សំទោស docker វានឹងទៅទាញយក PostgreSQL version 15នេះហើយអ្នកទាំងអស់គ្នាត្រូវប្រកាសថាយើងបើកនៅ docker image នេះបើសិននៅក្នុង Windows បើយើងអត់បានវាត្រូវការ docker daemon ណាជាការបើយើងអត់បានបើកវាទេវាអត់ដែរទេដោយសារនៅក្នុង MacBook នេះខ្ញុំបាន set up វាហើយអញ្ចឹងខ្ញុំបាច់បើកអានេះវា run មកហើយទៅវា run នឹងហើយអញ្ចឹងយកអីវា run នឹងហើយណាវា run នឹងហើយអញ្ចឹងយើងអាចបើក Docker desktop នេះហៅ Docker desktop វានៅក្នុងនោះមាន Docker daemon ខ្ញុំ configure ហើយអញ្ចឹងយើងចូលមាន Postgres នេះអញ្ចឹងមាន image ណាមាន image អញ្ចឹងយើងមកមើលក្នុង slide របស់យើងវិញខ្ញុំឃើញថានេះនៅសំខាន់គឺមាន Docker client Docker host ហើយនិង Docker registry មួយទៀតនេះ image ដំបូងយើងត្រូវការ Docker image បាន Docker image ហើយបាន container ចឹងហើយបានយើងចូលមើលនៅក្នុងនេះមកគឺដំបូងយើងត្រូវការ image សិននេះចឹងយើងបាន Postgres image ហើយឥឡូវអត់តយកទៅប្រើទេចឹងបើយើងមកចូលមកមើលនៅក្នុង container វិញគឺអត់តមានទេចឹងនៅក្នុងនេះមានតែនៅក្នុង Kafka UI នោះមានតែប៉ុណ្្នេះទេណាអរគុណច្រើនឥឡូវយើងចូលទៅបន្តទៀតខ្ញុំបាន install pull ហើយ download វា success ហើយclear មកបន្តមកទៀតអ្នកទាំងអស់គ្នាត្រូវ run វាយើង y command អញ្ចឹងមិញ docker យេ docker ps នេះសម្រាប់ list មើល container ឥឡូវអត់មាន container ទេ docker images សម្រាប់ list មើល image នៅក្នុងរបស់យើងហ្នឹងបាទនៅក្នុង docker យើងឥឡូវយើងមាន Postgres ហើយនេះឈ្មោះវាអញ្ចឹងអ្នកទាំងអស់គ្នាអាច run បាទខ្ញុំបានថាចប់ docker run បាទយើងចូលមើល command run តិចមកសិនអ្នកគ្នាផ្លេចក្នុងនេះបាទ docker run ក្នុងនេះនៅក្នុង document នេះគឺយើងទៅ download Postgres Alpine ហ្នឹងវាsize យ៉ាងតូចដែរអត់សូវធំដូចមិន official ទេអញ្ចឹងភាគច្រើនទៅគឺ download Alpine ហ្នឹងហើយប៉ុន្តែវាអត់ trust ទេវាមិនមែនជា trust មួយ
ដែលមិនគឺមាន tick verified by source ដែលយើងត្រាស់ណាអញ្ចឹងនេះគឺជា command ដែលអ្នកទាំងអស់គ្នាត្រូវវាយនេះ docker run name ហើយយើងឈ្មោះ db មកនេះឡើងណា docker run បាទ name ហើយយើងដាក់ឈ្មោះ db យើងហ្នឹងណានេះ docker run db ដាក់ឈ្មោះថា my db យើងមក my db ដល់មកអានេះដើម្បីឲ្យវា enter ចុះក្រោមយើងសេចចុះក៏បានឬក៏យើងចង់ឲ្យចុះក្រោមយើងចុចចឹងមកប៉ុន្តែនៅក្នុង Windows អ្នកនរគ្នាវាយតកែវទឹកបើយើងវាយអញ្ចេះវាអត់ទៅទេហើយឥឡូវបើខ្ញុំចុច enter នឹង error ហើយនេះអត់អីទេបើ Windows ចុច enter error បើ Windows អ្នកនរគ្នាចុច shift enter ទៅមិនវាអត់លោតតទៀតដោយសារនេះវាឃើញសញ្ញានេះអត់ទៅមុខទៀតទេចឹងខ្ញុំមកវិញខ្ញុំអីគេ Control C បាទធ្វើម្នាក់ទៀតចឹងនៅក្នុង Windows អ្នកនរគ្នាវាយតកែវទឹកនេះមកហើយចុច enter ពកមកវាធ្លាក់មកក្រោមនេះណាបើស្អីញ៉ៃពីណាតោះឥឡូវយើងវាយកុំឲ្យ error មក docker គេ docker run name ឈ្មោះវាមកខ្ញុំដាក់ឈ្មោះថា my db បាទឈ្មោះវាគឺ my db យ៉ាងណាតទៅទៀតឃើញណា my db ហើយខ្ញុំចុះបន្ទាត់មួយសូមមើល command ភ្លេចអស់ហើយបាទ .e នេះយើងដាក់មកយើងដាក់ថា Postgres SQL បាទ password បាទ Postgres SQL password សញ្ញាស្មើបាទសញ្ញាស្មើអញ្ចឹងខ្ញុំដាក់1 2 3 4 5 6បាទត clear ហើយ enter ទៀត .e មួយទៀតហើយអ្នកទាំងគ្នាដាក់ថា Postgres SQL db អញ្ចឹងយើងឲ្យ db វាឈ្មោះគេយើងដាក់ឈ្មោះថា coding with chapter db យ៉ាងទៅតមកដក e មួយទៀត Postgres SQL user បាទ user ខ្ញុំដាក់ឈ្មោះមកចិត្តប្រែដែរមកអស់ហើយនៅក្នុងនេះអត់បានដាក់ពេញអស់ទេហើយយើងដាក់ d.d.p មក .d.p មកហើយយើងដាក់ port មកគឺ5432.5432អានេះ port យើងមាន port ក្រៅមួយហើយនេះ port ខាងក្នុងinside container ណាអញ្ចឹងដក d.p ហើយយើងវាយ slash ហើយយកមក backslash បើគេមិនគឺ click post ហើយគេ Postgres បាទ Postgres អញ្ចឹងវាយតែប៉ុណ្្នឹងមកវា error ហើយជួយអត់ error ទេអញ្ចឹងវានឹងទៅបង្កើតព័ត៌មានដែលយើងដាក់ឲ្យប៉ុណ្ណេះអ្នកនរគ្នាអាច search បន្ថែមទៀតបានដែរឧទាហរណ៍យើងវាយមកហើយយើងវាយដល់ keyword docker Postgres មកនេះវាយប៉ុណ្ណឹងមកវាចេញឲ្យយើងនេះ docker Postgres ដើម្បីទាញ pool នេះទី1គឺ pool docker នេះហើយបើយើងប្រើ Windows ប្រើប្រាស់ Windows ឥឡូវយើងដាក់ទៅ for Windows នេះ Windows អញ្ចឹងវាឲ្យ command Windows សម្រាប់អ្នកទាំងអស់គ្នានេះ docker pool Postgres ហ្នឹងមកអានេះសម្រាប់ version នេះគេប្រើ version 14ដែរហើយវាមិនរលោមហ្នឹងដែរនេះគេសេតែមកជួរទេខ្ញុំមិនគឺសេចុះបន្ទាត់ហ្នឹងតែមាន username អីយ៉ាងទៅហ្នឹងមានហៅហើយមានទៅដាក់ volume មានឯណាអញ្ចឹងណាអញ្ចឹងយើងអាចសិក្សាស្រាវជ្រាវបន្ថែមពីវាហើយយើងពិចារណា PS ហ្នឹងទៅណាតែឥឡូវយើងមើលណាអញ្
ចឹងយើងបានrun វាជោគជ័យហើយ owner ចឹងខ្ញុំមើលទៅយើងចូលទៅមើល docker image បាទ docker image យើងមាន Postgres 15 បាទមកយើងចូលទៅ docker ps បាទហ្នឹងដែរហ៎ដែរតាចូលមើលទៅយើងរំវាហើយមើលដែរចាំអា15នេះអត់ដែរអូវាដែរលើ test វិញវាទៅដល់លោកដល់វាមិនយើងដាក់អត់ដាក់15អត់ដាក់ tag version វាចឹងយើងទៅដាក់ tag ដែរនេះកន្លែងក្រុមមិនចឹងយើងអត់មានទៅដាក់លេខ10 15បើអត់ដាក់ទេវានឹងយកអា tag ឲ្យជួយវាอะไรបាត់ឈ្មោះដូចគ្នាឈ្មោះ MyDB is already in use ដែរចឹងយើងអាចដូរឈ្មោះទៅ MyDB 001យ៉ាងទៅឬអីយ៉ាងទៅចឹងវាបង្កើតមួយទៀតនេះ15ដែលយើងមានចឹងយើង clear ទៅបាទ clear ហើយយើងមើល docker ps អត់ចេញឲ្យយ៉ាង docker images I don't know what to say យើងចូលមក docker យើងឥឡូវអា15នេះក៏រ៉ានអា let test ក៏រ៉ានដែរនេះចឹងខ្ញុំនឹងបិទលុបមួយបិទអា let test មួយយើងទុកតែ15បានហើយអត់បានទេដោយសារវាកំពុងរ៉ាននេះយើងចុចអានេះអានេះរ៉ានអត់ដែរហ្នឹងតាគ្នាចឹងវាចឹងបាន10 container ចឹងដែរនេះចឹងខ្ញុំលុបអានេះមួយបាទលុបមួយទៅបាក់កាប់កានជួយចឹង container run ជួយអត់ដែរ fail the database is an initialize and super user password is not specified. You must specify Postgres password to a non-empty value for the super user. For example, Postgres password anh ấy dapat Postgres ទេខ្ញុំដាក់ Postgres SQL ទៀតចានេះខុសណាស់ឃើញចាំមិនវាអត់ start ណាបាទចឹងខ្ញុំទៅដូរ command នេះឡើងវិញឥឡូវខ្ញុំទៅលុបចោលទាំងអស់សិនទៅ delete image letter នេះចោលយើងទុកតែ15របស់យើងបានហើយលុបអត់បានដោយសារតែវានៅ use container ហើយតែនេះលុបអានេះចោលហើយយើងទៅ run command របស់យើងម្ដងទៀតនឹង run ខុសតែចេះមើលយ៉ាងណាអញ្ចឹងនេះ Postgres បាទអត់មាន SQL ទេអញ្ចឹងខុសបន្តិចក៏អត់បានដែរជួយនេះមាន term ម្ដងទៀតនេះហើយអញ្ចឹងឥឡូវយើងមើល docker pm ហ្នឹងទៅបាទជួយអានេះបានមកនេះ docker ps អញ្ចឹងវា start ហើយដើម្បី stop វាវិញយើងយក y command docker stop ហើយយើង copy image ណា image id អានេះធំពេកណាស់នេះនឹងពិត id វានៅ id វានេះ id អញ្ចឹងវាមាន container ហើយនឹង id មួយនេះហ្នឹងមើលcopy អកាសឥឡូវខ្ញុំ stop នេះមកយើងវាយ
my db 001 ដាក់ my db 001 នេះណាអញ្ចឹងខ្ញុំទៅ10 ps ម្ដងទៀតបាទអូខេ stop បាទហើយតែឥឡូវយើង start វាម្ដងទៀតអញ្ចឹងឥឡូវយើងដាក់បាច់ដាក់គេបាច់ដាក់ version MyDB 001ទេကျွန်တော်នេះលុបវាចោលទៅហើយយើងយក enter ម្ដងទៀតណានេះមកអញ្ចឹងយើងយក docker ps ម្ដងទៀតនេះមក docker ps យើងអញ្ចឹងឈ្មោះថា my អានេះដាច់នឹងគ្នាធ្លាក់មកចេះធ្លាក់មកពីជួរដោយសារវាវែងពេកបាទឥឡូវយើងបានវាហើយឥឡូវធ្វើម៉េចដើម្បី connect ទៅកាន់វាបានអ្នកនរគ្នាអាច download tool លេខមួយ check មើលទៅអញ្ចឹងពេញចិត្ត tool មួយណាយកមួយនឹងតែឥឡូវឧទាហរណ៍ខ្ញុំចូលក្នុងនេះឥឡូវខ្ញុំទៅ download វាយពាក្យ Progress មកនៅក្នុង VS Code យើងនេះមាន Progress URL ណាចឹងនៅនេះត្រូវ download Progress URL នេះមកចឹងវានឹងបាន database client នេះមួយដើម្បី connector នេះខ្ញុំ download ហើយនេះខ្ញុំធ្លាប់ Progress នេះ red ចឹងអ្នកនេះអាចចុចកន្លែងណានេះ new នេះមកនេះវាបាន connector បែបនេះ download មកណានេះ connection name យើងដាក់ថា my db ដាក់អីដាក់ទៅ group 127 port 5432 username ខ្ញុំដាក់មិញដូចជាចត្រាហើយ password 1234566យ៉ាងមកdatabase មាន database អត់ក្នុងនេះdiaអត់មានទេនេះ database ខ្ញុំដាក់ coding with chatra db យើង connect ទៅ database មួយនេះ connect switch error là successful នេះចឹង success ចឹងនេះ MyDB យើងមកនេះទេ coding with chatra ចឹងអ្នកនរគ្នាអាចទៅ create schema ឬ create អីហ្នឹងបានចឹង connect បានហើយធ្វើអីទៀតហ្នឹងស្រេចដោយអ្នកនរគ្នាអញ្ចឹងមានថាយើង connect ណាណាចឹងខ្ញុំអត់បង្ហាញស៊ីជម្រៅជាមួយនឹងការ connect DB ទៀតទេបង្កើត chatbot បង្កើតអីទៀតទេអញ្ចឹងវាទៅមួយចំណុចនៃការ pull image មានស្រាប់អញ្ចឹងសូមបញ្ជាក់ថាអ្នកនរគ្នាអាច install everything many things over there many things យើងចូលទៅមើលនេះស្អីគេមានឧទាហរណ៍ខ្ញុំវាយ Java នេះមាន Java យើងយក official មកមានច្រើន version Tomcat អីយ៉ាងដែរអញ្ចឹងវាក្នុងនេះមានច្រើននៅ container នោះ alright ឥឡូវចូលមើល slide របស់យើងតទៀតយើងចិត្តចប់ហើយយើងឥឡូវយើងបញ្ចប់ក្នុងការ practicing running Progress QL ហើយយើង stop db យើងចេះហើយអញ្ចឹង d ហ្នឹងគឺ detach mode background ហើយ p ហ្នឹងគឺ port mapping អានេះ host ហើយនេះ container host ហ្នឹងគឺមកក្រៅអា container ហ្នឹងគឺនៅក្នុង docker អញ្ចឹងនៅខាងក្រៅនេះយើង access តាម port 5432ខាងក្នុងក៏ 5432 e ហ្នឹងគឺជា environment variable បងអញ្ចឹងបន្តមកទៀតយើងស្វែងយល់អំពី Docker file ម្ដងមុនហ្នឹងខ្ញុំបានប្រាប់ Docker file អញ្ចឹងយើងមើលទី1 keyword សំខាន់គឺមាន from បាទ from ហ្នឹងគឺជា set នៃ base image វាថា from node ចេះមក work dia ជាអីគេអញ្ចឹងគឺជាទីតាំងដែលយើងកំណត់នៅ directory នៅក្នុង container copy បាទ copy ហ្នឹងគឺយើងនឹង copy file ពី local machine របស់យើងចូលទៅកាន់ container យើង copy ពី
local PC ទៅកាន់ container run command run execute command like installing dependency ចឹងដូចយើងdependency cmd បាទ the command run where the container start ចឹង container start ហើយយើងឲ្យវាដំណើរការយ៉ាងដែរឥឡូវយើងនឹងធ្វើឧទាហរណ៍នៅលើ Spring Boot project បាទអញ្ចឹងយើងនឹងតែបង្កើត Spring Boot project មួយជាមួយខ្ញុំទាំងអស់គ្នាឥឡូវខ្ញុំ open repository មួយដាក់នៅក្នុង desktop នេះឥឡូវខ្ញុំបង្កើត folder មួយខ្ញុំដាក់ថា my coding ចត្រាចា coding with ចត្រាយ៉ាងនេះជាបង្កើតនេះណាជាបង្កើត Spring Boot project ហ្នឹងថាបាទឥឡូវខ្ញុំនេះតើអញ្ចឹងយើងទៅចូលទៅ view ហើយយក command palette មកយើងនឹងយកកន្លែង Spring Boot initialize យើងទៅ search មកតែមុននឹងមានដំណឹងដល់អ្នកនរគ្នាទៅ install Spring Boot initializer សិនណាអញ្ចឹងខ្ញុំយក create object ហើយយើងយក version 4 មកហើយយើងយក Java ហើយខ្ញុំដាក់ថា com.coding with ចត្រាតែមកយើងដាក់អានេះ demo នេះយើងដាក់ថា my ដាក់ថាខ្ញុំដាក់ my first docker แล้วก็ hello docker ចា hello docker hello docker ខ្ញុំធ្វើពុតអញ្ចឹងអានេះវាបាននៅ package អញ្ចឹង package ខ្ញុំដាក់ hello docker ចេះអញ្ចឹងយើងយកវាជាចាហើយខ្ញុំយក JDK 17តមកខ្ញុំយក web នេះ Spring Web RESTful ខ្ញុំធ្វើពងហើយខ្ញុំ generate for this folder ប៉ុណ្ណឹងហើយអញ្ចឹងយើងបាន project មួយ coding with Java ហើយឥឡូវខ្ញុំអត់ធ្វើអីច្រើនហើយយើងអាច run មកណានេះបើក terminal ណានេះ terminal មកគេពងតែមកចឹងខ្ញុំអត់ S មើលចឹងខ្ញុំ cd ចូលទៅ hello ហើយ ls មកចឹងយើងមាន Gradle នេះចឹងយើង run Gradle មកត /Gradle w boot run នេះដើម្បី run Spring Boot ./Gradle w boot run ណាអញ្ចឹងវាទៅ download welcome Gradle 9.1 ទៅ download initialize ហើយ project របស់យើងហើយខ្ញុំនឹងព្យាយាមធ្វើវីដេអូតាមដែលអាចធ្វើទៅបានហើយជាពិសេសនៅឆ្នាំថ្មីនេះហើយតែប៉ុន្តែខ្ញុំ2ឆ្នាំនេះឆ្នាំ2025 2026នេះជាប់រៀនដែររយៈពេល2ឆ្នាំហើយខ្ញុំឆ្លៀតពេលខ្លះៗដើម្បីធ្វើ video ឥឡូវនេះវា error ហើយអ្នកនរគ្នាគេថាម៉េច failure the Gradle daemon one BC daemon could not be reused use data detail could not determine dependency of boot run ខ្ញុំវាយ command នេះ comment could not find Java installation on your PC Java វាថាអត់មាន JDK អញ្ចឹងយើងមើល message វាថាយ៉ាងយើងដាក់ Java version អញ្ចឹងនេះយើងប្រើ version 21ឥឡូវសាកដូរវាទៅប្រើ version 21អញ្ចឹងយើងចូលកន្លែង build Gradle នេះមកតែសាររបស់ខ្ញុំ21ឥឡូវសាកដាក់21វិញមើល21ហើយយើង save មកទៅ run វាម្ដងទៀត boot run
đã chút đã phim yeah tao à đây đã lấy nhưng mà gì đó mình Spring Boot này hả load mà hai chẳng vì ra nơi port 80 này đó nơi bạc là khó port 80 là khó 80 này ai trình bày là bè giống đà lấy mình sẽ đợi slash creator w beer bạn riêng beer nó với chân vào mình bạn này nào đấy nè beer chân beer nó dân cho liệt nó này chân này giờ này mà nè hello doctor này chẳng dân tập beer viết cứ được hello doctor đọt nữa trà này là hóa dân Interpol này màu này error Get hammered fail to resolve the Docker file cannot be empty tại sao ta Docker file bỏ dưới cứ empty chấm Docker file nó ở empty bạn để bạn cho nên copy copy là này cho nó các bạn này nếu có search in internet tìm nó hay là người chẳng search nó chấm Docker Spring Boot ở đây dân qua Docker file mà Docker file copy bên in tụi animation nó rồi chẳng dân lấy lột đằng nào thiệt chán dân cho tới Docker file đã in thì hiện bài mình tên năng máu và trắng anh ấy cứ dân vô đọc bằng pearl as đĩa và vượt đĩa ai dân màu anh ấy cứ copy màu mặc luôn và màu dương chẳng là đi học rồi đấy chẳng mình đã thá bên này vô creator nữa mình vô creator cái copy bên này nói dân mình chia được khe mà Java mình thấy mùi này Java mình thấy nó đồng per của bạn hiện đó làm per đó dùng vô Java version per đóជួយnói mình copy nó và nếu dân khi thấy dân vô thì Eclipterium JDK developer việc đĩa nó nằm app tầm đó về copy bia lib trà này từ chữ app trà chứ dân copy bị file bia mà dân bia nói cái này cứ mình thấy group chung mua tặng và ai được mốc đọt trà và đây bánh trà với miền pì và dân khai khóc vì mò thằng phí bia ai năng mình trời hiểu đấy chẳng đẹp miền pì chẳng như mà đặt ha mua như thế số chốt mũi đọt trà mé số chụp mũi đọt trà em mà chẳng nhóm đang export với từ can port bài 4 xá bây giờ đời anh ấy chia command và command rất cứ Java đọ trả lấy app trà nhưng đặt mua viết cứ app trà trong một container nhé trong app trà chẳng phần năng nó hào lại ní nên đọc này ai click mouse nam về chạy cọc bán hay dùng vô để chỉ biểu image nhé
ចឹងអានេះយើងដាក់ version គឺយើងយក latest ជួយណានេះវាពង download ហើយចឹងយើងប្រើ JDK Java JDK 17 big error ដោយសារញ៉ាឥឡូវទៅមុនទៅទៀតសិនចឹងហើយនេះចឹងពេញហើយឥឡូវយើងចូលទៅមើលនៅក្នុង Docker យើងនៅក្នុង image នេះនៅក្នុង coding Vijitra នេះយើងចូលមកនេះមាន command ណាឥឡូវចូល container មកអត់មាននេះយើងគ្រាន់តែ build ណាអូខេតាំងឡាexport layer copy build ចាហ្នឹងដែរអូខេហើយហើយយើងមើល step តើនេះក៏យើងអ្នកនរចុចcommand នេះក៏បានដែរនេះដូចគ្នាហើយតបមកទៀតយើងត្រូវទៅណាទៀតមិញគឺយើងបានដំណាក់ការ build Docker image តើ build ហើយយើង run container នេះមកណាអញ្ចឹង Docker run.p មក copy ផាសមកបាទ Docker run và Docker run .p 80 44 port ចឹងដាក់ឲ្យ first app នឹងទៅបានដែរចូល app ខុសបាត់ហើយឈ្មោះកន្លែងនេះឈ្មោះដូចគ្នាយើងនិយាយមិនឈ្មោះគេឈ្មោះមិនខ្ញុំភ្លេចដាក់ឈ្មោះវាrun container សុំម្ដងទៀត Docker ps តើមាន Docker image នេះគឺ image យើងឈ្មោះយើងអាច run អានេះយកមកនេះ run image id នេះបងប្អូនចឹងអ្នកនរអាច run image id ចាក់ Docker Docker run .p យើងដាក់ port 8443ហើយនៅខាងក្នុង container 8443ដែរតាមមកយើងវាយទៀតឈ្មោះយើង copy អានេះមក copy image នេះមកយើង control v ជួយហើយយើង interpret errorវាថាម៉េច has been combined are only គេកណែឬយើងចឹងមានថា file របស់យើងមាន Java ហ្នឹងខ្លះអត់ support ទេចឹងប្រហែលដោយសារការ build file របស់យើងចឹងយើងសុំទៅ JDK ប្រើដាក់ JDK 21មក21វាស្គាល់ឡើងចឹងយើងទៅ build ម្ដងទៀតនេះអ្នក build ម្ដងទៀតមកយើងយក JDK 21ដោយសាររបស់ខ្ញុំ21នៅក្នុង Gradle មិញនេះ version 21ហើយយើងសាកល្បងម្ដងទៀតចឹងជោគជ័យហើយ clear ទៅ
docker p ps docker image họ dân copy image đã dân build hỏi nữa coding with Chitra ini saya je namin cái image này Interpol này đà đó này chẳng load trên màn chẳng cứ đà chẳng vi ra được trong port 84 sẽ bởi với những ba port dương 84 sẽ bởi mở anh này dương reframe đòn tiết định đá để sao dương ở ra đấy 84 sẽ bởi Interpol hấp đà và sẽ bởi thời và đang outside container phóng export port 84 sai 7 anh ấy đang đấy nó sai 7 nó port bạn buôn xài bơi bạn buôn xài bơi ok port này mọi người đã port 84 xe 7 thời nữa được bộ anh ấy hong kèo thấy những export 84 xe 7 đây chấn chân cho nó 84 xe on display một mình chấm nhâm bát đó đà mơ bằng yên tiết yên qua export ngon khéo như mình đà xua đấy chụp nghe này ai xua về thì thế đi báo control vì nó là thà localhost 84 sẽ 7 not working chẳng không đến mình AI chào vậy hãy đây mình not working docker đám đọ p 84 sẽ 7 cho firewall cho bay mình sẽ áp chân đấy vẫn đang đã thở hài bạn 4 xa bay mà cho mơ application .property nhé anh ấy vừa miền đã xảy đến ở đây thế nè rồi một ngày chứ anh ấy tha run the port 88 anh ấy port inside này cho mình mở lòng tiếp mình rồi port nó ok vi run port default 88 cho mình dân đặt port 84 sai 7 đó người ta đặt nhiều run một port 88 ok chúng mình xua lên lòng tiếp just like that, yeah.
យើង point ទៅខុសបាទដោយសារនេះនៅក្នុងយេនៅក្នុង container នេះវា run port 80 ចឹងដល់យើង map ឲ្យវានេះ80 នេះហើយអានេះគឺ8443ហើយ enter មកដល់ទៀតហើយយើងទៅ refresh 8443យើងមកទៀតជួយនេះដែរអូខេ